សួស្តីបងប្អូនថ្នាក់ទី12ជាទីមេត្រីថ្ងៃនេះគឺគូមានលំហាត់ថ្មីមួយទៀតដែរដែលពាក់ព័ន្ធជាមួយនឹងល្បឿននៃប្រតិកម្មគីមីដដែលទេប៉ុន្តែគូបញ្ជាក់ឡើងវិញលំហាត់នេះវាប្លែកជាងមុនបន្តិចបាទព្រោះករណីមុនគឺយើងពាក់ព័ន្ធជាមួយនឹងការដោះស្រាយនិងប្រើប្រាស់ជាមួយនឹងរូបមន្តដល់ពេលករណីនេះគឺករណីថ្មីមួយទៀតគឺយើងមានក្រាបបាទករណីនេះគឺមានក្រាបល្បឿននៃប្រតិកម្មគីមីអញ្ចឹងយើងត្រូវដោះស្រាយជាមួយនឹងលំហាត់ហ្នឹងតោះអញ្ចឹងតាមដានជាមួយគូទាំងអស់គ្នាចឹងគូបញ្ជាក់ឡើងវិញគេថាអាស៊ីតក្លរីដ្រិកមួយមានប្រតិកម្មជាមួយនឹងដែកអញ្ចឹងគូបញ្ជាក់ឡើងវិញដែកនឹងមានប្រតិកម្មជាមួយនឹងអាស៊ីតក្លរីដ្រិកបាទអញ្ចឹងតាំងដោយសមីការតាំងប្រតិកម្មដូចរូបដែលបានបង្ហាញអញ្ចឹងគូបញ្ជាក់ឡើងវិញអានេះជាសមីការតយការតាំងប្រតិកម្មដែលគេឲ្យមកអញ្ចឹងគូបញ្ជាក់ឡើងវិញទម្រង់នៃសមីការនេះគេឲ្យមកជាសមីការអ៊ីយ៉ុងសមអ៊ីយ៉ុងសម្រួលព្រោះដោយសារតែសមីការនៅក្នុងគីមីរបស់យើងដែលប្រើប្រាស់ក្នុងទី12នេះវាមាន3សន្តានណាគ្នាយើងបាទសមីការតយការតាំងប្រតិកម្មសមីការអ៊ីយ៉ុងសបបាទមួយនេះគឺជាសមីការអ៊ីយ៉ុងសមអ៊ីយ៉ុងសម្រួលបាទអ៊ីយ៉ុងសម្រួលហើយមួយនេះដូចគូបញ្ជាក់ឡើងវិញអញ្ចឹងមួយនេះជាក្រាបដោះស្រាយដងនេះគឺយើងយកក្រាបយកមកសិក្សាបាទយកក្រាបយកមកសិក្សាអញ្ចឹងករណីក្រាបនេះគូបញ្ជាក់ឡើងវិញអាក់ដេកបាទអាក់ដេកឲ្យតែនៅក្នុងមានថានៅក្នុងស៊ីនតិចគីមីអាក់ដេកគឺជាអាពេលបាទអាពេលហើយចំណែកអាឈរបាទអាអរដណេបាទអាអរដណេគឺជាអាកំហាប់បាទកំហាប់ហ្នឹងគូបញ្ជាក់ឡើងវិញកំហាប់ប៉ុន្តែបងឃើញនេះបញ្ជាក់ឡើងវិញកំហាប់នេះជាកំហាប់បើអីដែក2បូកបាទតែគ្រាន់កំហាប់ទាំងអស់គូបញ្ជាក់ឡើងវិញអាកន្លែងនិមិត្តសញ្ញាគេនេះ10សេគុណដក2អំនេះគូចង់បញ្ជាក់ឡើងវិញថារាល់កំហាប់មួយឯកតាត្រូវគុណថែមជាមួយនឹង10ស្វ័យគុណដកប៉ុន្មានយើងនេះដក2អានោះត្រូវគុណបញ្ចូលឧបមាថានេះ1ឯកតាអញ្ចឹងគុណថែមចង់បានតម្លៃកំហាប់ត្រូវគុណថែម1គុណ10សេគុណដក2អញ្ចឹងកន្លែងហ្នឹងជាកន្លែងមួយដែលគ្នាយើងត្រូវតែប្រុងប្រយ័ត្នហើយបាទតាមដានបងប្អូនគ្នាតែភ្លេចគុណក៏ខុសដែរគូបញ្ជាក់ឡើងវិញតម្លៃលេខចេញមកខុសហើយដល់ពេលគូចង់បញ្ជាក់មួយទៀតថាក្រាបមួយនេះលោកគូមើលនេះក្រាបនេះវាកើនហ្នឹងនាងកើនអញ្ចឹងកាន់តែអាកើនពីឆ្វេងទៅស្ដាំបែបហ្នឹងជាបោះអីនេះយើងជាបោះអង្គធាតុក៏កើតព្រោះសម្រាប់អង្គធាតុបតកថយចុះទៅនឹងពេលអញ្ចឹងក្រាបរបស់វាត្រូវមានថាវាថយចុះពីឆ្វេងទៅស្ដាំតែនេះវាកើនឡើងពីឆ្វេងទៅស្ដាំបាទកើនឡើងគឺសម្រាប់អង្គធាតុក៏កើតតនេះនេះយើងតនេះអូខេហ្នឹងហើយអញ្ចឹងគូចង់បញ្ជាក់ឡើងវិញករណីកគេថាកណនីល្បឿនមធ្យមកំណបាទល្បឿនមធ្យមកំណបាទល្បឿនមធ្យមកំណVM បោះអីយើងបោះដែក2បូកនៅចន្លោះពេលតេអងស្មើនឹង1នាទីនិងតេដឺស្មើជាមួយនឹង4នាទីចាករណីនេះគូចង់បញ្ជាក់ឡើងវិញគឺគ្នាយើងត្រូវការប្រើក្រាបនេះពលគឺយកគេហៅថាទិន្នន័យចេញមកពីក្រាបហ្នឹងដើម្បីកណនីអំពីល្បឿនមធ្យមកំណដែក2បូកតន់គូនិយាយប៉ុន្តែនៅគណៈពេលណាគូបញ្ជាក់ឡើងវិញតែចាំគណៈពេលណាតេស្មើនឹង1នាទីនិងតេស្មើនឹង4នាទីបាទអញ្ចឹងគូចាប់ផ្ដើមប្រើក្រាបនេះយើងប្រើក្រាបបាទនេះគឺគូបានគូក្រាបជូនទាំងអស់គ្នាបាទអញ្ចឹងករណីកនេះគឺដើម្បីឲ្យកណនីវាចេញទៅបានគូបញ្ជាក់ឡើងវិញយកក្រាបមកវិញបាទគូក្រាបមកវិញបាទមើលក្រាបហ្នឹងអញ្ចឹងនៅគណៈពេលតេស្មើនឹង1នាទីហើយនឹងតេស្មើនឹង4នាទីអញ្ចឹងគូបញ្ជាក់ឡើងវិញយើងចង់បាននៅគណៈពេលតេស្មើប៉ុណ្ណឹងបាទតន់គូនិយាយអញ្ចឹងយើងចាប់ផ្ដើមចំណោលចេញមានន័យថាគូនៅគណៈពេលតេស្មើនឹង1នាទីបាទគូចំណោលពីអាប់ស៊ីសទៅឲ្យប៉ះជាមួយនឹងខ្សែកោងបាទឃើញបន្ទាត់ក្រហមមកលោកគ្រូបាទនឹងគឺកំពុងតែចំណោលកែងលោកគ្រូបញ្ជាក់ឡើងវិញចំណោលកែងគឺមានន័យថាចំណោលឲ្យត្រង់តែម្ដងឲ្យប៉ះឲ្យកែងជាមួយនឹងចំណុចហ្នឹងបន្តមកទៀតចេញពីចំណុចហ្នឹងហើយគឺចំណោលកែងមកមួយទៀតឲ្យកែងជាមួយនឹងអរណេនៅមួយទៀតឲ្យប៉ះជាមួយអកំហាប់អញ្ចឹងគូបញ្ជាក់ឡើងវិញនៅគណៈពេលតេស្មើនឹង1នាទីបាទកំហាប់របស់ដែកបាទរបស់អ៊ីយ៉ុងដែក2បូកនេះគឺមានតម្លៃស្មើ2បាទ2ឯកតាតែដូចគូបញ្ជាក់មុនហ្នឹង2ឯកតាកុំភ្លេចគុណថែមនឹង10ស្វ័យគុណដក 2m បាទកន្លែងហ្នឹងលោកគូបញ្ជាក់ឡើងវិញអញ្ចឹងបញ្ជាក់ម្ដងទៀតនៅគណៈពេលតេស្មើ1នាទីកំហាប់របស់អ៊ីយ៉ុងដែក2បូកស្មើនឹង2គុណនឹង10ស្វ័យគុណដក 2m បាទអញ្ចឹង data មួយឬក៏ទិន្នន័យមួយយើងបានស្គាល់មួយហើយអញ្ចឹងនៅគណៈមួយទៀតគូបញ្ជាក់ឡើងវិញនៅគណៈពេលតេស្មើនឹង4នាទីបាទចំណោលកែងមកប៉ះជាមួយខ្សែកោងសិនបាទប៉ះហើយនៅនេះយើងប៉ះនៅបាទបន្ទាប់ពីប៉ះហើយគឺចេញពីចំណុចដែលប៉ះកន្លែងហ្នឹងហើយគឺចំណោលឲ្យកែងបាទឲ្យប៉ះជាមួយនឹងអកំហាប់មួយទៀតបាទឃើញបន្ទាត់ក្រហមមកលោកគ្រូហ្នឹងគឺកំពុងតែចំណោលកែងគូបញ្ជាក់ឡើងវិញចំណោលកែងគឺប៉ះកែងគឺឲ្យកែងគ្នាបាទដូចករណីគូចំណោលហ្នឹងគឺកែងបាទកែងនេះហើយគឺគូបញ្ជាក់ឡើងវិញកំហាប់នេះវាចំពាក់កណ្ដាល4និងពាក់កណ្ដាល5
Chẳng mình đi ha thì dương ai vô bát vô pram bốc buôn chành pì mà cũng kinh mán buôn cả lá hay này dương buôn cả lá còn đi trong bẹ đá lá đi con đi dương ai cái ta mày cái ta nè mình đi hà đi biết buôn chẳng cái này cứ buôn cả lá tem đó buôn cả lá pram bạc thành nữa mày cái ta cũng xung chạy pram vô tem đồng chẳng cũng chạy lang quên bàn nơi cái nào pt mà buôn là tí bà còn hạp rồi bọc y dùng đai pi bô smart chỉ muốn buôn chạy pram con đọc phải con đọ pi bà toàn đấy dương toàn đấy chẳng cứ dương chập đam pra chỉ muốn tin này từng ở năng ấy cứ dương tự đọc sai chỉ muốn nâng lực bướn bà là bơm xuống bà là bơm xuống cùng nó ấy đi là bơm xuống cùng nó đây pi bột đó chẳng cho căn cả đọc sai chỉ muốn nghe bà chẳng cũng chạy lang với cứ cả này có bà cả này có luôn cho nó hai môn năng ấy bà cả này có cũng chạy lang với kẹn nia bà kẹn nia ấy dương là bươn mà xông cùng nó complete đó chẳng cũng đã quay âm cùng nó ấy dương cùng nó đai pibo bà cái nặng pe ná môn năng bà cứ complete chứ cái nặng năng sòng khán à bà square cái nặng đa tí cho nó cái đang tranh pina tên ná đi dương á chân chân nam chân cái nặng pt mà đồng mà tí đừng buồn ní buồn tí bà chân cũng chạy đang vinh tam lúc muốn mà tí này tam lúc muốn bà tám lúc muốn ve âm bà cái lạnh xe cũng chạy lang quanh đạo ve âm tôi chẳng mọc là bơm xung bà đai pibo mình ha bà bơm xung cùng nói dòng đai pibo nơi cái nạ p mà tí nâng bu tí bà smile cho mũi nâng chạy vào đông tiết là bơm xung cùng nó mới nhà đỏ ấy bà cùng nó bà ọt miếng đây đi này chám mặt miếng này cùng nó miếng này bà thấy style mới chứ cũng chạy lang huynh bà bóng plek ta cháu màu cứ dương cất tài Paul Song rồi viên ti tăng sạch bố cứ vô ti tăng tí pi đó chỉ mùi nâng cộng hấp rồi bó y ông đai pi bố nơi ti tăng tí mùi bà trả bệ đại ta nó cứ bầm rai bầm rúa là phiếp sách đọ phiếp đào chẳng giả phiếp sách bà dương cứ nơi ti tăng tí pi phiếp đào mà dương nơi ti tăng tí mùi và to mà tiết bà complex tê đơ đọ chỉ mùi nâng tế ôm bà chẳng sùng nua đi thật trăm đôi cùng chạy ra với nhau sùng nua thật trong đám xuôi ta còn hấp on miên nừ bà còn hấp nơi đi tăng đơ miên nừ tê on miên nừ tê đơ miên nừ bà miên ấy đi mình lúc mình muốn nâng lúc pra cho muốn crab này dương pra cho muốn crab chứ lúc pra bịa mùi bà tam crab ok oi mà dương crab chẳng đi dương tam crab bà tam crab được cũng chạy lang với nơi chúng nói lũ bắn tăng cho nó nơi chúng nói ấy chúng nói bà chúng nói cứ mini ham miên bà cũng tâm đạo miên mó tê on smart nâng mùi nè tí bà tê on smart nâng mùi nè tí bà nâng khi dân đặt vô mà nâng cộng hấp rồi bỏ ion đai pi bô tới cho mùi nâng pi ai ta bàn tay cùng plek con time chỉ muốn đọc xoay con đỏ má như muốn nướng bà cái lệch mà mơ quanh nọ bà đọc xoay con man bà đọc xoay con đỏ pi âm bà cho nào lại nâng máu bạc đi á bà chân phải giáp dài tao chân của bạn đọc xoay con đỏ pi âm bà chân của sông time tiết nơi chùm nói bà chùm nói ấy chùm nói b bà tôi sông đạo miên đưa có đặt trơ nâng các bạn này miền chẳng cũng chả đám về tê ó nó chỉ áp xì chẳng áp xì tê đưa đi smile cho mùi mà đi dương buôn này ti bà chẳng nói bạc sai cái môn nâng nó cũng bán hai môn nâng cứ y dùng đai pi bô nè smile mà đi dương bà buôn con cần lạc rồi cậu buôn cho pram đi dương á buôn cho pram con đừng đọc xoay con đọ pi âm bà chẳng mà đi ha tê on square này đi dương square này cũng chạy đang với tê on trơ nâng cầm hạp on bà đã cầm hạp on bà tê đỡ trơ cho mùi nâng cầm hạp nơi ti tăng ti pi cầm hạp đờ bà dạy pi để trơ nông vía cứ trơ cái này bạp nâng bà nhắc tăng Oscar nó hay chơi của sông đã bịa mà mát mau đi dương bịa mà mát mau cứ cái bán cứ chùa nhặt trâu đi dương chùa nhặt trâu vậy em đi miền này đi dương bà đã mà quay mà bà lục ban chỉ muốn về âm rồi bỏ đai pi bô nơi cái nạ p bà xử lý mùi nè ti
1 នាទីនិង4 នាទីបាទ4 នាទីស្មើជាមួយនឹងកុំថែមសញ្ញាដកខហើយគឺទុកដដែលមកអញ្ចឹងកំហាប់នៅទីតាំងទី2បាទមួយនេះយើងនេះឃើញប្រមាណ 4.5 គុណនឹង10ស្វ័យគុណដក 2 បាទដល់ពេលកំហាប់នៅទីតាំងអងគ្នាយើងឃើញប្រមាណឃើញ2គុណនឹង10ស្វ័យគុណដក 2 ដក 2m បាទមិនដាក់ຂະຫນាតដល់វិញក៏បានដែរឬក៏ដាក់ຂະຫນាតចូលវិញក៏បានដែរតើហើយនេះវាចែកជាមួយប្រមាណនេះយើងបាទតែដើមមកមុន4 នាទីដកប្រមាណនេះយើងដក 1 នាទីបាទអញ្ចឹងដូចអាស្ទាយចាស់របស់យើងមុនដែរអញ្ចឹងកាលណាស្វ័យគុណនេះដូចគ្នាចាប់ជាកតារួចទូទាត់មកគូបញ្ជាក់ឡើងវិញរួចទូទាត់មកអញ្ចឹងនៅពេលដែលគ្នាយើងចាប់ផ្ដើមទូទាត់មកចម្លើយចុងក្រោយលោកគ្រូឃើញ 8.3 បាទចុច33នេះក៏បានគុណនឹង10ស្វ័យគុណដក 3 ដក 3m ក្នុង1 នាទីគ្រូបញ្ជាក់ឡើងវិញហេតុអីបានគិតចឹងពុទ្ធសាសអីអាខាងលើនេះគិតជាអំធំហ៎ខាងក្រោមគិតជាអីនាទីបាទអញ្ចឹងគិតជានាទីដែលយើងលបឿនចុងក្រោយគឺគិតដាក់ខ្នាតខាងលើអំធំខ្នាតខាងក្រោមគិតជានាទីគឺអំធំក្នុង1នាទីបាទអញ្ចឹងចម្លើយនេះគឺប៉ុណ្្នឹងឯងគឺតាក់ទងជាមួយនឹងសំណួរករបស់យើងបាទប្រើប្រាស់ជាមួយនឹងការចំណោលកែងអញ្ចឹងគ្រូបញ្ជាក់ដដែលឡើងវិញចង់បានលបឿនមធ្យមរបស់វាត្រូវគូសបន្ទាត់កាត់ត្រង់ពីចំណុចឲ្យត្រូវជាមួយនឹងពេលដែលគេចង់បានអញ្ចឹងចំណាំកន្លែងហ្នឹងគ្នាយើងហ្នឹងឯងបាទអញ្ចឹងបន្ទាប់ពីការដោះស្រាយនៅសំណួរកបាទពាក់ព័ន្ធជាមួយនឹងលបឿនមធ្យមកំណអីនេះយើងដៃ2បូកឬក៏អ៊ីយ៉ុងដៃ2បូកនៅគណៈពេលតេស្មើជាមួយនឹង1នាទីនិងតេស្មើនឹង4នាទីរួចរាល់ហើយគឺយើងបន្តចូលមកកាន់ចំណុចខបាទចំណុចខនេះយើងចំណុចខគឺយើងការងាររបស់យើងគឺកំណត់លបឿនគណៈអញ្ចឹងគូបញ្ជាក់ឡើងវិញការងារករកលបឿនមធ្យមការងារខរកលបឿនគណៈអញ្ចឹងគូបញ្ជាក់ឡើងវិញអាមធ្យមនិងលបឿនកំណបាទខុសគ្នាអាពីរនឹងខុសគ្នាបាទអញ្ចឹងគូចង់បញ្ជាក់ឡើងវិញលបឿនកំណនេះគឺបោះអ៊ីយ៉ុងដៃ2បូកនៅគណៈពេលណានៃយើងតេស្មើនឹង3នាទីអញ្ចឹងដូចគូបញ្ជាក់ឡើងវិញអញ្ចឹងលបឿនមធ្យមបាទជាទូទៅគឺត្រង់2ចំណុចមានតេអងផងតេដឺផងប៉ុន្តែលបឿនគណៈគឺនៅត្រង់គណៈពេលតេស្មើជាមួយនឹង3នាទីគឺចំជាមួយនឹងគណៈពេលហ្នឹងតែម្ដងអញ្ចឹងដូចគ្រូបានបង្ហាញក្នុងមេរៀនមុនរបស់យើងដែលយើងបានសិក្សាកន្លងមកហើយអញ្ចឹងគឺមានន័យថាដើម្បីចង់បានលបឿនមធ្យមបាទករណីមានក្រាបបាទករណីមានក្រាបគឺយើងគូសបន្ទាត់កាត់ត្រង់2ចំណុចចូលដល់ពេលតាក់ទងជាមួយនឹងលបឿនគណៈទៅមិនបានលបឿនគណៈបាទគូសបន្ទាត់ប៉ះត្រង់តែមួយចំណុចទេអញ្ចឹងដើម្បីអាចដោះស្រាយនៅសំណួរខនេះទៅបានគឺយើងចាប់ផ្ដើមយកក្រាបយកមកធ្វើការវិភាគឬក៏ចាប់ផ្ដើមស្វែងរកជាមួយនឹងទិន្នន័យបាននៅលើក្រាបនេះបាទចាករណីខនេះដើម្បីអាចកំណត់លបឿនគណៈបាទលបឿនគណៈកំណអ៊ីយ៉ុងនេះដៃ2បូកនេះបាននៅគណៈពេលតេស្មើ3នាទីបានលោកគ្រូចាប់ផ្ដើមយកក្រាបនឹងមកវិញបាទក្រាបនឹងមកវិញប៉ុន្តែដូចលោកគ្រូបញ្ជាក់ឡើងវិញអញ្ចឹងចង់បានលបឿនគណៈចំណោលចង់បានលបឿនគណៈគឺនេះគឺគ្នាយើងចាប់ផ្ដើមមើលអពេលគឺចង់បាននៅគណៈពេលតេស្មើ3នាទីអញ្ចឹងចំណុចកន្លែងនេះឯងគឺ3នាទីខ្នាតគឺចំកន្លែងហ្នឹងហើយចំណោលឲ្យប៉ះជាមួយនឹងអីនេះខ្សែកោងរបស់យើងមកឲ្យប៉ះចំកន្លែងហ្នឹងមកបាទប៉ះចំចំណុចកន្លែងហ្នឹងហើយគូបញ្ជាក់ឡើងវិញគឺចំណោលកែងចេញពីចំណុចហ្នឹងឲ្យប៉ះជាមួយនឹងអកំហាប់អញ្ចឹងត្រង់ចំណុចហ្នឹងគូចាំឡើងវិញថាត្រង់ចំណុចដែលមានគណៈពេលតេស្មើជាមួយនឹង3នាទីបាទគឺវាមានតម្លៃកំហាប់ស្មើនឹង4ឯកតាតែកុំភ្លេចគុណថែមប្រហែលនេះយើង10ស្វ័យគុណដក2ផងអានឹងជាតម្លៃកំហាប់របស់អ៊ីយ៉ុងដែកអីយើងដែក2បូកអញ្ចឹងគូបញ្ជាក់បន្តតាំងទៀតមានន័យថាបន្ទាត់នេះគឺជាបន្ទាត់ប៉ះមិនអញ្ចឹងយើងបន្ទាត់ប៉ះបាទអាករណីមុនបន្ទាត់កាត់អាកាត់ផ្សេងប៉ះផ្សេងអញ្ចឹងអាករណីនេះគឺប៉ះបាទប៉ះត្រង់តែគណៈហ្នឹងទេពេលហើយគឺយើងគ្រូចង់បញ្ជាក់ឡើងវិញណាគ្រូសូមបាទសូត្រនិយមន័យឲ្យគេថាលបឿនគណៈកំណអង្គធាតុកកើតនៅគណៈពេលតេគឺជាមេគុណបន្ទាត់ប៉ះជាមួយនឹងខ្សែកោងត្រង់មួយចំណុចបាទអញ្ចឹងប៉ះនេះគឺប៉ះត្រង់ចំណុចមួយនៅគណៈពេលតេស្មើជាមួយនឹង3នាទីបន្តមកទៀតចង់បានជាមួយនឹងមេគុណនេះយើងត្រូវចាំថាមេគុណបន្តប៉ះធ្វើម៉េចបានលោកតាតែគ្នាយើងគូសបន្តប៉ះឲ្យចេញមកសិនទេគូសបន្តប៉ះហ្នឹងឲ្យចេញមកហើយបន្តមកទៀតគ្នាយើងចាប់ផ្ដើមយកចំណុចនៅលើបន្តហ្នឹងដើម្បីកណនាបាទអញ្ចឹងលោកចាប់ផ្ដើមដៅចំណុច A នេះបាទជាចំណុចមួយដែលប៉ះបាទជាចំណុចមួយដែលនៅលើបន្តហ្នឹងគូចាក់ឡើងវិញអត់នៅលើក្រាបទៀតទេ
តាណាគូបន្ទាត់ប៉ះរួចរាល់ហើយគឺចាប់ផ្ដើមគិតនៅលើបន្ទាត់វិញបន្ទាត់ប៉ះហ្នឹងអញ្ចឹងលោកគ្រូសុំដៅចំណុចនេះចំណុច A ដែលមាន abscissa ស្មើប៉ុន្មាននេះអញ្ចឹងបាទនេះ1បាទអានេះ1បាទចំណោលមកវាបានប៉ុន្មានបាទវាបាន1 កន្លះអញ្ចឹងនេះចំណុចកន្លែងនេះគ្នាយើង1ហិញ2គ្នាយើងចែកពាក់កណ្ដាលវាពាក់កណ្ដាល1ហិញ2យក2បូក1ចែក2បាទបាន3ចែក2អញ្ចឹងវាបាន1 កន្លះអញ្ចឹង1 កន្លះគឺ 1.5 បាទអញ្ចឹងនៅគណៈនេះគឺវាបាន 1.5 អានេះបានប៉ុន្មាន3ចានេះវាគណៈ3វាបានប៉ុន្មានចំណោលគឺចំចំណុចនេះគូចាក់ឡើងវិញចំណុចនេះជាបោះក្រាបផងជាបោះបន្ទាត់ផងគ្នាយើងចំណោលមកគឺបាន4អញ្ចឹងគូបញ្ជាក់ឡើងវិញ1 កន្លះ1 3 1ហើយនឹង3 1គឺ4 4 1បាទអញ្ចឹងគឺគូចាប់ដើមកណនីដែលអនុវត្តតាមរូបមន្តរបស់យើងតែម្ដងបាទចឹងយើងបង់មកដាក់ខការងារខយើងរកអីកណនីលបឿនខណៈនេះយើងលបឿនខណៈបាទបែបនេះរបៀបសរសេរដាក់2បូកមកនៅគណៈតេស្មើប៉ុន្មានមិញហ្នឹងយើងតេស្មើប៉ុន្មាន3នាទីតេស្មើ3នាទីអញ្ចឹងគូដាក់ថានៅគណៈពេលតេស្មើជាមួយនឹង3នាទីបាទអញ្ចឹងលោកគ្រូសូមបាទអនុវត្តតែម្ដងបាទលោកគ្រូសូមអនុវត្តណាបាទតាមក្រាបមកវិញសិនមិនទាន់ដាក់រូបមន្តមកវិញតាមក្រាបបាទតាមក្រាបបាទតាមក្រាបគឺលោកគ្រូចាប់ដើមដៅចំណុចមុនហ្នឹងបាទដូចគ្នាយើងនៅគ្រូបានបង្ហាញអញ្ចឹងគេថានៅចំណុចបាទលោកគ្រូសូមដាក់នៅចំណុច A មានបាទលោកគ្រូសូមដាក់មានសិនមានគេខ្លះមិញហ្នឹងនៅចំណុច A បាទតេស្មើប៉ុន្មានតេអងស្មើនឹង1.5 នាទីបាទនឹងកំហាប់ដែលត្រូវនឹងវាគឺកំហាប់អងគឺមនីហាដែក2បូកនៅគណៈពេលអងមុននឹងគឺចំណោលហើយឃើញប៉ុន្មាននេះយើងនេះគូចាក់ឡើងវិញចំណោលឃើញប៉ុន្មានចំណោលមកគឺ1 កន្លះនេះគូបាន3ហើយចំណែកឯនៅគណៈពេលនៅលើបន្ទាត់នេះដដែលនៅគណៈពេលតេស្មើ3គូបាន4បាទអញ្ចឹងគឺបាទគូចាប់ដើមមកប៉ុណ្ណឹងមកនេះយើងណានៅគណៈអងគឺលោកគូបានបាទបាន3អីកុំភ្លេចគុណថែមជាមួយនឹង10ស្វ័យគុណដក 2 âm បាទដក 2 âm បន្តមកទៀតលោកគ្រូដាក់ថានៅអីនៅចំណុច B មានអីយើងមានអីតេដឺស្មើប៉ុន្មានមុនហ្នឹងស្មើជាមួយនឹង3នាទីបាទស្មើជាមួយនឹង3នាទីនឹងអីកំហាប់របស់អ៊ីយ៉ុងដែក2បូកនៅគណៈពេលទីតាំងទី2ដែរស្មើនឹង4ឯកតាតែ4ឯកតាកុំភ្លេចគុណនឹង10ស្វ័យគុណដក 2 âm បញ្ចូលបងកន្លែងហ្នឹងកន្លែងខហ្នឹងគឺយើងណាគឺត្រូវចាំកន្លែងហ្នឹងតោះអញ្ចឹងគូចង់បញ្ជាក់ថានេះគឺសុទ្ធតែជាអាប់ស៊ីសនឹងកអនណេដែលនៅលើបន្ទាត់ប៉ះដែលគូបានពុះឲ្យមើលនេះយើងអញ្ចឹងគូដាក់គេបានយកតែម្ដងបាទគេបានវេនេះគឺវេលបឿនគណៈកំណដៃ2បូកនៅគណៈពេលតេស្មើនឹង3នាទីបាទគឺជាមេគុណបន្ទាត់ប៉ះជាមួយនឹងខ្សែកោងត្រង់មួយចំណុចចង់បានមេគុណបន្ទាត់ប៉ះបាទធ្វើផលសងនេះមុនមកគឺលោកគ្រូយកកំហាប់របស់ដែក2បូកនៅទីតាំងទី2ដកជាមួយនឹងកំហាប់របស់អ៊ីយ៉ុងដែក2បូកនៅទីតាំងទី1មកបន្តមកទៀតយកតេដឺដកជាមួយនឹងតេអងបាទជួសតម្លៃចូលចឹងកំហាប់នៅទីតាំងទី2នៅលើបន្ទាត់ប៉ះស្មើនឹង4គុណនឹង10ស្វ័យគុណដក 2 âm បាទដកជាមួយនឹងកំហាប់អងគឺបានមកនេះយើង3គុណនឹង10ស្វ័យគុណដក 2 âm បាទចែកជាមួយនឹងបាទមកនេះយើងនៅទីតាំងទី2 3នាទីដកជាមួយនឹង 1.5 បាទអញ្ចឹងដោយលោកគ្រូបានបង្ហាញអញ្ចឹងកាលណាមានស្វ័យគុណនេះលោកគ្រូចាក់ឡើងបែបនេះដក 2 ជិះដក 2ដូចគ្នាចាប់អាដក 2ហ្នឹងជាកតារួចទូទាត់មិនទេយើង4ជាមេគុណដកនឹង3មកបាទគុណនឹង10ស្វ័យគុណដក 2 âm បាទដក 2 âm ចែកមកនេះយើងបាទអញ្ចឹងគ្រូចាក់ឡើងវិញ3ដកជាមួយនឹង 1.5 បាទ
3 ដក 1 កន្លះចេញសមបានយើងសម 1 កន្លះឬក៏ 1.5 នេះឯងអញ្ចឹងនៅពេលដែលទូទាត់មកលោកគ្រូបាន 6.66 គុណនឹង 10 ស្វ័យគុណដក 3 ខាងលើគិតជា m ធំខាងក្រោមគិតជាអីនេះយើងគូបញ្ជាក់ឡើងវិញគិតជានាទីអញ្ចឹងຂະຫນាតចុងក្រោយបាទលបឿនអត់ប្រកាន់ទេຂະຫນាតអញ្ចឹងឲ្យតែខាងលើគិតជាកំហាប់ខាងក្រោមគិតជានាទីគឺគ្នាយើងគិតបែបហ្នឹងមកអត់ទាន់លោកតល់គ្រូនិយាយបាទហើយចំណុចពិសេសមួយគូចង់បញ្ជាក់ឡើងវិញណាចង់បានលបឿនមធ្យមកាត់ត្រង់ពីចំណុចតែករណីសំណួរខរបស់យើងចង់បានលបឿនខណៈអញ្ចឹងបន្ទាត់ដែលប៉ះត្រង់តែមួយចំណុចទេដោយលោកគ្រូបានធ្វើឲ្យគ្នាយើងបានបង្ហាញអញ្ចឹងគឺយើងធ្វើបែបហ្នឹងបាទអរគុណច្រើនទាំងអស់គ្នាអរគុណច្រើន